បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ iPhone ឬក៏ iPad ដើម្បីធ្វើការសម្ភាសន៍បាទអញ្ចឹងជាដំបូងយើងចូលទៅ Telegram ហើយយើងចូលទៅក្នុង group របស់យើងដើម្បីរក link របស់សំណួរហើយដើម្បីងាយស្រួលព្រោះពេលខ្លះយើងត្រូវការបើក Telegram ណាអញ្ចឹងយើងចូលទៅ browser ដូចទៅតាមព្រួយណែនាំហ្នឹងដើម្បីបើកកម្រងសំណួររបស់យើងនៅក្នុង browser អញ្ចឹងយើងចុចពី OK បន្ទាប់មកអានេះខ្ញុំសាក់ស្គលមើលសំណួរអញ្ចឹងនៅក្នុងiPhone គឺសំណួរវាលោតមកទាំងអស់អញ្ចឹងយើងចាប់ផ្ដើមបំពេញសំណួរនៅពេលដែលយើងចុចទៅសម្ភាសលេខកូដសំណួរយើងទៅសេទៅតាមអ្វីដែលជាការណែនាំរបស់បងនីណាពេល trending យើងជ្រើសរើសឈ្មោះ cat អញ្ចឹងពេលជ្រើសរើសឈ្មោះ cat នឹងលោតឈ្មោះអ្នកដែលផ្ដល់ការសម្ភាសលេខទូរស័ព្ទរបស់គាត់ហើយខែសម្ភាសម៉ោងសម្ភាសឈ្មោះមន្ត្រីដែលត្រួតពិនិត្យគុណភាពលេខទូរស័ព្ទរបស់គាត់ថ្ងៃខែឆ្នាំសម្ភាសឈ្មោះរបស់មន្ត្រីមកពីត្រាក់កណ្ដាលហើយយើងទៅដល់ចំណុច A ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរបាទកន្លែងនេះខ្ញុំចេះតែសរសេរសិនទៅព្រោះដោយសារជាក់ស្ដែងយើងយកឈ្មោះពិតប្រាកដរបស់ក្រុមហ៊ុនយកមកដាក់នៅកន្លែងហ្នឹងបាទខ្ញុំឧទាហរណ៍ថាខ្ញុំសរសេរថាក្រុមហ៊ុនទឹកឯគេថាទឹកបរិសុទ្ធ Vital អីចឹងណាឧទាហរណ៍ឈ្មោះជាភាសាអង់គ្លេសបើសិនគាត់មានបើសិនអត់មានយើងសរសេរ NA សាក់គ្រីក្នុងតំបន់សេដ្ឋកិច្ចឬអត់ផ្ទះលេខផ្លូវលេខភូមិឃុំអីចឹងទៅយើងបំពេញតាមហ្នឹងបាទយើងបំពេញឈ្មោះស្រុកមកបាទលេខសម្គាល់អាស័យដ្ឋាននៅក្បែរការ៉ាសាំងអីចឹងទៅ50ម៉ែត្រពីការ៉ាសាំងកាតិចផ្លូវអីចឹងទៅឈ្មោះអ្នកដែលផ្ដល់សម្ភាសយើងមុខតំណែងរបស់គាត់នៅក្នុងក្រុមហ៊ុនរបស់គាត់លេខទូរស័ព្ទខ្សែទី1ចាំបាច់ត្រូវតែបំពេញលេខទូរស័ព្ទការិយាល័យយើងអាចមើលតាមផ្លាកលេខរបស់ផ្លាកលេខផ្លាកសម្គាល់របស់ក្រុមហ៊ុនហើយតមកឈ្មោះបុគ្គលិកផ្សេងទៀតលេខទូរស័ព្ទការបច្ឆេទដែលក្រុមហ៊ុននឹងបានបង្កើតវិស័យស្ថិតនៅក្នុងវិស័យណារបស់ក្រុមហ៊ុនហ្នឹងហើយតមកយើងបំពេញសំណួរ A9 នៅក្នុងហ្នឹងមានលេខកូដ4ខ្ទង់តែដើម្បីទៅដល់4ខ្ទង់យើងត្រូវបំពេញលេខកូដ2ខ្ទង់3ខ្ទង់សិនបាទយើងជ្រើសរើសទៅតាម sector ហ្នឹងហើយនៅពេលសម្ភាសជាក់ស្ដែងគេមានกระดาษមួយដូចដែលសេនចូលក្នុងក្រុមហ្នឹងគឺវិស័យទាំង20 21តែក្នុងហ្នឹងមានអីខ្លះចឹងងាយស្រួលឲ្យអ្នកទាំងអស់គ្នាបំពេញនៅក្នុងកម្រិតកូដទី4ខ្ទង់ចឹងដូចក្នុងនេះខ្ញុំជ្រើសរើសវិស័យឧស្សាហកម្មកម្មន្តសាលជាភាសាបច្ចេកទេសហើយយកវិស័យអេឡិចត្រូនិកនេះគឺខាងដំឡើងទូរទស្សន៍បាទអញ្ចឹងក្រុមហ៊ុននេះបរទេស 100% សញ្ជាតិចិនហើយគាត់គោលបំណងនៃការរកស៊ីរបស់គាត់គឺលក់នាំចេញទៅក្រៅស្រុកបុគ្គលិក33នាក់34នាក់មានថ្នាក់ទី10រៀនដល់ថ្នាក់ទី6មានរៀនដល់ថ្នាក់ទី9អញ្ចឹងទៅឧទាហរណ៍ខ្ញុំដាក់អញ្ចឹងមកគាត់មានការចាប់អារម្មណ៍បដិបដាលកូនសិស្សឬអីអត់
ឬក៏គេហៅមន្ត្រីកម្មសិក្សាហើយតបមកបុគ្គលិកដែលគាត់ជ្រើសរើសគឺគាត់ត្រូវការជ្រើសរើសខាងសេវាកម្មកុំព្យូទ័រក្នុងហ្នឹងលោតមក3 4ទៀតគាត់ត្រូវការបុគ្គលិកផ្នែក2ផ្នែកដូចដែលខ្ញុំគ្រាសមិញណាអានេះខ្ញុំស្គាល់រៀងលឿនដល់ពេលអញ្ចឹងទៅរៀងមើលប្រហែលជាមើលអត់ស្ទើរតាន់ប៉ុន្តែដល់ពេលយើងអនុវត្តជាក់ស្ដែងយើងធ្វើទៅតាមលំនាំដែលយើងអាចមើលតាន់ណាបាទបុគ្គលិកបច្ចុប្បន្នគាត់ត្រូវការម្នាក់2026 2027 សរុបទាំងអស់ត្រូវការ100% ជាភេទស្រីរៀនត្រឹមថ្នាក់ទី12ប្រាក់ខែគាត់ឲ្យ200ជាមធ្យមតោះមកគាត់ត្រូវការការងារនៅក្នុងវិស័យផ្សេងទៀតខាងសេវាកម្មគាត់ជ្រើសរើស100នាក់2026 2027ភេទស្រី50%ក្នុងចំណោម100នាក់ហ្នឹងគាត់ថាយកជាប់ទី12ហើយគាត់ឲ្យប្រាក់ខែ300ជាមធ្យមក្នុងចំណោមមនុស្សទាំង100ខ្ញុំចង់ក្រុមហ៊ុនហ្នឹងគេបានបញ្ជាក់ថាគេត្រូវការបុគ្គលិកផ្នែកផ្សេងទៀតម្នាក់ជំនាញផ្សេងទៀតអញ្ចឹងយើងត្រូវទៅគ្រប់ទី1ដើម្បី select ឡើងវិញលេខកូដ2ខ្ទង់ហើយតបមកចូល4ខ្ទង់ហើយចាំ5ខ្ទង់ឡើងវិញបាទពុក5ខ្ទង់នោះទើបយើងអាចជ្រើសរើសប្រភេទការងារបានគាត់ត្រូវការភេទស្រី 100% ប្រាក់បៀវត្សគាត់ឲ្យ400 B1 បើសិនយើងមានកំណត់សម្គាល់អីយើងអាចសរសេរបើអត់មានទេយើងដាក់ NA ហើយយើងចូលទៅផ្នែក C1 គាត់ត្រូវការបុគ្គលិកផ្នែកអីគេនោះខ្ញុំមើលអត់ទាន់តបមកយើងជ្រើសរើសទៅផ្នែក C1 ត្រូវការ2នាក់3នាក់2027 តបមកជ្រើសរើសឆ្នាំ2026 2027ត្រូវការបុគ្គលិក400នាក់ភេទកន្លែងនេះខ្ញុំសូមជួយខ្ញុំកំណត់ភាសាទៀតក្រម 100% គឺអត់អាចវាយបានទេផ្នែក C2 បើសិនក្រុមហ៊ុននឹងត្រូវការបុគ្គលិកផ្នែកផ្សេងទៀតអញ្ចឹងគាត់ត្រូវការជំនាញកស៊ូគណៈពេលដែលក្រុមហ៊ុនរបស់គាត់នឹងធ្វើការវិស័យគណនេយ្យគមន៍ត្រូវការអ្នកអាហារភេសជ្ជៈនេះចំនួនបុគ្គលិកដែលយើងពេញព័ត៌មានមកតាមតែគាត់ណែនាំយើងចាប់ផ្ដើមបំពេញ GPS កន្លែងនេះខ្ញុំព្យាយាមចុច GPS ដែរប៉ុន្តែប្រហែលជាទូរស័ព្ទខ្ញុំមានបញ្ហាអីខ្ញុំអត់ឃើញ load GPS មកបាទអញ្ចឹងខ្ញុំទៅតែបានបន្ថែមនៅសំណួរមួយទៀតគឺដាក់ទីតាំង GPS ពី Google Map ដើម្បីធ្វើអញ្ចឹងបានយើងត្រូវចូលទៅ Google Map នៅក្នុងទូរស័ព្ទរបស់យើងបើសិនអ្នកទាំងអស់គ្នាប្រើ iOS គេមានប្រភេទ map ផ្សេងទៀតអញ្ចឹងយើងទៅចុចទីតាំងដែលយើងកំពុងតែនៅហ្នឹងហើយ copy link របស់វាមកហើយយើងផាសវាចូលទៅក្នុងទីតាំងហ្នឹងបាទតបមកយើងបំពេញម៉ោងចប់សំណួរកំណត់ស្គាល់ផ្សេងបើសិនអ្នកសម្ភារគាត់មានតបមកយើង save វាជាត្រាស់ចុច save ក្នុង cloud អនឡាញទៅលើយើងនឹងឃើញនៅខាងឆ្វេងនេះសំណួរដែលយើងបាន save ទុកអញ្ចឹងយើងចូលទៅកែតម្រូវវាបាទយើងចុច OK ហើយយើងកែតម្រូវព័ត៌មានណាដែលយើងបំពេញខ្វះឬក៏ខុសហើយបន្ទាប់ពីកែតម្រូវហើយយើងអាច submit បានឬក៏យើងអាច save វាជាត្រាស់ម្ដងទៀតបាទអញ្ចឹងនៅក្នុងនេះខ្ញុំសម្រាប់ថាខ្ញុំ submit ព័ត៌មានខ្ញុំថាខ្ញុំពេញត្រូវអស់ហើយអញ្ចឹងយើងនឹងឃើញ load ពាក្យមក one was successfully submit មានន័យថានៅពេល load របស់ queue អញ្ចឹងហើយសរសេរពាក្យអញ្ចឹងមានន័យថាព័ត៌មានរបស់យើងនឹងបានបញ្ជូនមកដល់ទិន្នន័យថ្នាក់កណ្ដាលហើយអញ្ចឹងគឺបញ្ចប់តែម្ដងបាទសូមអរគុណច្រើន